ជំរាបសួរអ្នកនរគ្នាខ្ញុំបាទប្លែកមូនហើយថ្ងៃនេះដែរគឺខ្ញុំចង់មកប្រាប់អ្នកនរគ្នាពីរបៀបវាយរ៉ាអូលធ្វើម៉េចឲ្យបានកម្លាំងដៃធ្ងន់អញ្ចឹងណាអ្នកនរគ្នា190គីឡូម៉ែត្រក្នុងម៉ោងទៅ200អញ្ចឹងទី1អ្នកនរគ្នាត្រូវមាន starter ដូចជាអាយន្តនេះមួយហើយមួយទៀតត្រូវការសាំងយន្តមួយដែរអ្នកនរគ្នាព្រោះតួអង្គហ្នឹងយើងត្រូវការបុកកម្លាំងដៃអញ្ចឹងណាចឹងមុននឹងចូលទៅដល់វីដេអូវាយខ្ញុំក៏ចង់បញ្ជាក់អ្នកគ្នានេះបន្ទាប់ពី enemy វាយមកនេះបែកខែលអាយន្តអញ្ចឹងអ្នកគ្នាអត់ឃើញអាភ្លើងហ្នឹងទេថៃគាត់អញ្ចឹងគឺយើងវាយអត់បានខ្លាំងទេអ្នកគ្នាអញ្ចឹងធ្វើម៉េចយើងត្រូវឲ្យគូសត្រូវឲ្យយើងវាយចំអាយន្តនេះអត់បែកខែលហើយបន្ទាប់ពី MB របស់យើងគាត់ប៉ះមកគឺមានអាភ្លើងហ្នឹងអញ្ចឹងអ្នកគ្នាបើកបូឲ្យហក់ទៅដាក់ទៅគឺខ្ញុំធានាឲ្យអ្នកគ្នាគឺបាន200មកអញ្ចឹងអ្នកគ្នាចាំមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាតោះ let's goចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរអ្នកនរគ្នាអរគុណច្រើនដែលបានមើលពីដើមដល់ចប់យើងចាំជួបគ្នានៅវីដេអូក្រោយជាមួយចំណេះដឹងថ្មីៗទៀតអ្នកនរគ្នាបាយបាយ